ពេលដែលលេងទៅមុខទៀតគាត់ឯងនឹងជួប chord ផ្សេង bass ផ្សេងពេលគេដាក់ chord do bass slash មក do slash sol មានន័យថា chord ខាងនេះជា chord ខាងនេះជាសំឡេង bass ខាងនេះ chord do មានន័យថាយើងលេង chord do តែ bass គឺ sol បើមិនជាយើងលេង piano វាស្មើនឹងដៃស្ដាំយើងលេង chord do ដៃឆ្វេងយើងលេង bass មិនលេង chord ទេណាលេង bass sol ស្មើខ្លួនឯងលេងតែមួយសំឡេងទេឬក៏អាចលេងជា octave ទេបានអញ្ចឹងដៃស្ដាំចាប់ chord do ដៃឆ្វេង bass sol ឬក៏សងខាង octave ណា do chord do bass sol យើងនឹងជួបអញ្ចឹងដូចនេះអញ្ចឹង chord នេះ do slash mi មានន័យថា chord do bass mi អញ្ចឹងគាត់ឯងលេងដៃស្ដាំ do ដៃឆ្វេងយក bass mi មកគ្រាប់ឬក៏យក octave មកអញ្ចឹងបងជួបគ្នាវាស្មើនឹង do bass mi អញ្ចឹងថ្ងៃក្រោយយើងជួបអញ្ចឹង chord មាន slash អញ្ចឹងមានន័យថាខាងនេះខាងឆ្វេងនេះគឺ chord ខាងស្ដាំ slash នោះគឺ bass បាទណាអូខេអញ្ចឹងថ្ងៃហ្នឹងយើងរៀនប៉ុណ្ណឹងអរគុណ